Quay đòn chân ngày nay dương của ca to mê riêng dương to tiết chân ca pi sắp ra muốn cứ dương này dây pi ca ra bó anh được nông ca ra bó bây giờ cứ ban dương ba ti họ mỗi ba trẻ con từ nâng ca và ca cam thi atra pro pra hay được nông atra pro pra dương bị muốn nó cứ dương ở ca plak đô pi pra đô lá tới chỉប្រាក់រៀលហើយជាមួយនឹងអត្រាប្តូរប្រាក់របស់យើងគឺយើងអាចធ្វើការផ្លាស់ប្តូរបានទេគឺយើងធ្វើការហ្វិចអត្រាប្តូរប្រាក់ហ្នឹងគឺនៅក្នុងកូដរបស់យើងតែម្ដងអញ្ចឹងនៅក្នុងអឺមេរៀននេះសម្រាប់នៅក្នុងការអនុវត្តទៅលើលំហាត់ទី2របស់យើងនេះគឺយើងនឹងធ្វើអំពីការប្តូរប្រាក់ដូចគ្នាដែរប៉ុន្តែគ្រាន់ថាការបដូរប្រាក់របស់យើងគឺខុសពីលើកមុនផងថាសម្រាប់ការបដូរប្រាក់ថ្មីរបស់យើងគឺយើងអាចបដូរពីលុយដុល្លារទៅជាលុយរៀលនិងមួយទៀតគឺយើងអាចបដូរពីលុយរៀលទៅជាលុយដុល្លារវិញហើយនៅក្នុងការកំណត់អត្រាប្តូរប្រាក់របស់យើងគឺយើងអាចធ្វើការកំណត់ទៅតាមតម្លៃអត្រាប្តូរប្រាក់ជាក់ស្ដែងចឹងខុសការពីមុនដែលយើងត្រូវធ្វើការកំណត់អត្រាប្តូរប្រាក់នៅក្នុងកូដដែលយើងមិនអាចធ្វើការផ្លាស់ប្ដូរអត្រាប្តូរប្រាក់របស់យើងនៅក្នុងករណីដែលមានការផ្លាស់ប្ដូរបានទេអញ្ចឹងនៅក្នុងការ design របស់យើងគឺយើងធ្វើការ design ស្តៀងតែពីមុនទេអូខេដល់អញ្ចឹងកន្លែងនេះខ្ញុំសូមបិទផ្ទាំង form ហើយនឹងផ្ទាំង code យើងពីមុនចេញមកតមកទៀតគឺខ្ញុំត្រូវធ្វើការទៅបង្កើត form ថ្មីនៅក្នុង project របស់យើងអញ្ចឹងយើងត្រូវចូលមកកាន់ solution explorer នេះបាទហើយយើងចុចលើ pin នេះមកដើម្បីបង្ហាញបន្តមកទៀតកន្លែងនេះគឺយើងមាន form មួយពីមុនគឺ form 1នេះដែលយើងប្រើសម្រាប់ធ្វើការបដូរប្រាក់ពីប្រាក់ដុល្លារទៅជាប្រាក់រៀលអញ្ចឹងខ្ញុំត្រូវធ្វើការបង្កើត form មួយទៀតមកអញ្ចឹងខ្ញុំត្រូវមកស្ដាំនៅលើ project របស់យើងតមកទៀតយើងយកពាក្យថា add បាទតមកទៀតយើងយកពាក្យអូខេយើងយក new item នេះក៏បានឬក៏ new window form នេះក៏បានដែរអញ្ចឹងបើសិនជាកន្លែងនេះវាមាន new window form មកអញ្ចឹងយើងអាចយក form window form មកប៉ុន្តែបើអត់មានទេយើងអាចចូលមកកន្លែង new item នេះបានអញ្ចឹងកន្លែងនេះខ្ញុំយក form window form មកអូខេបន្តមកទៀតកន្លែងនេះយើងត្រូវធ្វើការវាយបញ្ចូលឈ្មោះរបស់យើងមកថា form របស់យើងនេះយើងចង់ដាក់ឈ្មោះអីចុះទៀតដាក់ form របស់ខ្ញុំនេះគេថា FOM exchange បាទបន្តមកទៀតបាទ KHR USD ចុះបាទនេះចេះនេះគឺជាឈ្មោះ form របស់ខ្ញុំគឺ FOM exchange បាទ KHR USD ជាងបន្ទាប់ពីយើងដាក់ឈ្មោះ form មកយើងចុចពី add មកដើម្បី add form នឹងចូលមកកាន់ project របស់យើងអូខេអញ្ចឹងឥឡូវនេះយើងនឹងឃើញ form ថ្មីដែលយើងបានបង្កើតបន្តមកទៀតខ្ញុំត្រូវធ្វើការទាញ control មួយចំនួនមកប្រើមកអញ្ចឹងទី1គឺខ្ញុំត្រូវដាក់អក្សរនៅខាងលើនេះអញ្ចឹងគឺយើងប្រើជាមួយនឹង label អញ្ចឹងខ្ញុំ save មកគឺ lab ហើយយើងនឹងឃើញនេះគឺ label នេះអញ្ចឹងយើងយក label មកគូសមកហើយយើងធ្វើការបដូរអក្សរអញ្ចឹងបដូរអក្សរគឺយើងត្រូវកំណត់លើ form property អញ្ចឹងនៅខាងនេះយើងត្រូវចុចនៅលើពាក្យនេះយើងអាចបិទ solution explorer មកអញ្ចឹងបិទយើងមិនខ្វែងគឺយើងចុច unpin វាមកហើយយើងចូលមកកាន់ property មកហើយយើង pin មួយមកដើម្បីឲ្យវាបង្ហាញមកហូបអញ្ចឹងខ្ញុំចង់ដូរអក្សរទៅឲ្យ label យើងចុចលើ label មកហើយយើងចូលមកកាន់ text property នេះហើយយើងវាយបញ្ចូលអក្សរដែលយើងចង់បានមកឧទាហរណ៍ថាបាទឧទាហរណ៍ថាបដូរប្រាក់បាទពីដុល្លារទៅរៀលបាទនឹងបាទរៀលទៅដុល្លារនេះតមកទៀតយើងអាចបដូរពណ៌អក្សរមកអញ្ចឹងយើងចុចលើនឹងមកយើងចូលមកកាន់ form property នេះហើយយើងចុចលើសញ្ញាចុច3នេះហើយយើងទៅរើសពណ៌ដែលយើងចង់បានមកឧទាហរណ៍ថាខ្ញុំដាក់ថា KA កងរៃប៉ុន្តែគ្នាយើងចង់ដាក់ពណ៌អីដាក់ទៅតាមអ្វីយើងចង់បានហើយទំហំខ្ញុំដាក់16អូខេនេះអូខេចឹងឡើយនេះដូរប្រាក់2ដុល្លារអញ្ចឹងសូមដូរអក្សរទីសិន
từ real និង real ទៅដុល្លារអូខេចឹងឡើយនេះសូមដូរប៉ុនតិចទៀតរៀងធំជាងមុនបន្តិចអូខេបន្តមកទៀតគឺខ្ញុំគឺយើងត្រូវឲ្យគេរើសថាគេចង់បដូរប្រាក់ហ្នឹងបដូរពីដុល្លារទៅរៀលឬក៏ពីរៀលទៅដុល្លារអញ្ចឹងគឺយើងត្រូវដាក់ប្រអប់មួយដើម្បីឲ្យគេរើសមកអញ្ចឹងកន្លែងហ្នឹងគឺយើងប្រើ combo box បាទនេះអញ្ចឹង combo box គឺសម្រាប់ដាក់ចុច list តម្លាក់ឲ្យគេរើសបាទ combo box ហើយមួយទៀតគឺយើងត្រូវយក label មួយទៀតដាក់នៅពីមុខ combo box ហ្នឹងដែរដើម្បីបង្ហាញព័ត៌មានថាកន្លែងហ្នឹងឲ្យគេឬអីចឹងដាក់មក label នេះហើយយើងដូរឈ្មោះបាទយើងដូរពន្ធទៅឲ្យ label របស់យើងមកចឹងខ្ញុំប្រើខ្មែរ OS សៀមរាបបាទហូមយក14ចុះបាទបន្តទៀតកន្លែង label របស់យើងcombo box នេះខ្ញុំសូមយកខ្មែរ OS សៀមរាប14ដូចគ្នាបាទខ្មែរ OS សៀមរាបទំហំ14អូខេមកបាទបន្តទៀតយើងដូរអក្សរមកចឹង label នេះខ្ញុំសូមដូរអក្សរទៅជាអូខេចឹងឡើយណាចេះ caption អូខេតិចបាទចុះទៀតថាសូមជ្រើសរើសការដូរប្រាក់ខ្ញុំដាក់ថាសូមជ្រើសរើសការបដូរប្រាក់មកតមកទៀតឡើយនេះគឺយើងត្រូវ add មកអញ្ចឹងនៅក្នុងការបដូរប្រាក់របស់យើងនេះគឺមាន2ទី1គឺពីដុល្លារទៅរៀលនិងពីរៀលទៅដុល្លារអញ្ចឹងកន្លែងនេះខ្ញុំដាក់គឺអូខេអញ្ចឹងកន្លែងនេះខ្ញុំរើសមកអញ្ចឹងកន្លែងនេះគឺយើងចង់ add item ចូលទៅក្នុងនេះនៅពេលដែលគេធ្វើកាចុចទៅគឺមានតម្លាក់អញ្ចឹងឧទាហរណ៍ខ្ញុំសូមបដូរ start up form សិននៅពេលដែលយើង run ខ្ញុំនឹងបង្ហាញពីគោលបំណងដែលយើងចង់បានបន្តិចអញ្ចឹងកន្លែងនេះយើងចូលមក solution explorer យើងចូលមកកាន់ program.cs នេះអញ្ចឹងយើងចង់ទៅការ start up form របស់យើងហ្នឹងឲ្យវា run ចេញពីបាទ FOM exchange នេះវិញអញ្ចឹងយើងចុចលើ program.cs ហ្នឹងមកអញ្ចឹង start up form ចង់ start up form នេះគឺយើងអត់យក form 1ទេគឺយើងយក FOM អូខេចាំតិច FOM បាទ exchange នេះហើយយើងត្រូវ save មក save ហើយយើង close មកហើយខ្ញុំសាក run ឲ្យមើលថាអ្វីខ្ញុំចង់បានគឺរបៀបម៉េចបាទអញ្ចឹងសម្រាប់អ្វីខ្ញុំចង់បាននៅកន្លែងនេះគឺមានន័យថានៅពេលយើង run form មកកន្លែងសូមជ្រើសរើសការបដូរប្រាក់នេះពេលយើងចុចទៅគឺវាត្រូវមានព័ត៌មានធ្លាក់មកមាន2ទី1គឺដុល្លារទៅរៀលនិងមួយទៀតគឺរៀលទៅដុល្លារអញ្ចឹងកន្លែងនេះវាអត់ទាន់មានទេអញ្ចឹងយើងត្រូវ add វាបញ្ចូលមកអញ្ចឹងខ្ញុំសូមខ្វែង form នេះមកបាទបន្តទៀតយើងចុចនៅលើសញ្ញាចុចនេះសញ្ញានេះមួយមកហើយយើងយកពាក្យថា edit item នេះហើយយើងវាយបញ្ចូលមកអញ្ចឹងទី1នេះគឺខ្ញុំសូមដាក់ពាក្យថាដូរពីដុល្លារទៅរៀលហើយយើង enter ចូលបន្ទាត់មកទី2គឺដូរពីរៀលទៅដុល្លារហើយអូខេមកឥឡូវយើងសាក run សារទៀតចង់ដឹងថាកន្លែងនោះវាមានតម្លាក់ថ្លៃមកឲ្យយើងអត់នេះអញ្ចឹងយើងឃើញនៅកន្លែងនេះគឺមានពាក្យឲ្យយើងរើសបដូរពីដុល្លារទៅរៀលនិងបដូរពីរៀលទៅដុល្លារអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយបាទអញ្ចឹងបន្តទៀតគឺយើងត្រូវឲ្យគេបញ្ចូលជាមួយនឹងអត្រាទឹកលុយដែលគេបញ្ចូលអត្រាប្តូរប្រាក់ហើយនឹងបាទទឹកលុយដែលគេចង់ប្តូរ
ចឹងឡើយនេះខ្ញុំសូមយកមួយទៀតមកគឺ text box បាទចឹងខ្ញុំយក text box មកគូមកបាទហើយមួយទៀតគឺ label អញ្ចឹង label យើងអាចទាញយក label មកភាសាទៀតក៏បានឬក៏យើងយកពីលើនេះយើង control copy label លើនេះមក control C control V មកហើយនេះយើងអស់ដាក់មកល្មមមកដល់ទៀតខ្ញុំត្រូវបដូរ font ទៅឲ្យ text box របស់យើងនេះគឺយកខ្មែរ OS Siem Reap 14ដូចគ្នាទៅនឹង label របស់យើងនេះដើម្បីឲ្យទំហំវាប៉ុណ្ណឹងគ្នាបាទអញ្ចឹងខ្ញុំដាក់មកគឺចូលទៅកាន់ font ខ្មែរ OS Siem Reap ដាក់ទំហំ14អូខេបាទចានេះគឺយើងត្រូវបដូរកន្លែងនេះគឺឲ្យគេបញ្ចូលអត្រាបដូរប្រាក់អញ្ចឹងខ្ញុំដាក់មកសូមបញ្ចូលអត្រាបដូរប្រាក់អូខេចឹងបន្ទាប់ពីយើងឲ្យគេបញ្ចូលអត្រាបដូរប្រាក់ហើយចុងមួយទៀតគឺយើងត្រូវឲ្យគេបញ្ចូលទឹកប្រាក់ឲ្យគេចង់បដូរអញ្ចឹងយើងអាច copy ភាសាទៀតមកអាស្រ័យដោយសារតែអត្រាបដូរចំនួនទឹកប្រាក់ដែលគេចង់បដូរគឺយើងត្រូវឲ្យគេវាយបញ្ចូលដូចគ្នាដែរអញ្ចឹងយើងអាច select ពីនេះមក Ctrl C Ctrl V មកហើយយើងអូសមកអញ្ចឹងឡើយនេះយើងដាក់មកសូមបញ្ចូលទឹកប្រាក់ចង់បដូរអូខេអញ្ចឹងប៉ុណ្ណឹងហើយអញ្ចឹងចុងក្រោយគឺយើងត្រូវដាក់ទឹកប្រាក់ទទួលបានអញ្ចឹងទឹកប្រាក់ទទួលបាននេះខ្ញុំសូម copy ដដែលមក Ctrl C Ctrl V មកហើយយើងដាក់នៅខាងក្រោយនេះមកបាទទឹកប្រាក់ទទួលបានទឹកប្រាក់ទទួលបាននេះចឹងឡើយទឹកប្រាក់ទទួលបាននេះខ្ញុំចង់ដាក់អក្សរ V រៀងដានខ្មៅទៀតដើម្បីឲ្យវារៀងច្បាស់ជាងគេចឹងយើងចូលមក font ដដែលមកហើយយើងយក bold នេះបាទហើយកន្លែងនេះដូចគ្នាដែរកន្លែង text box នេះគឺយើងត្រូវបង្ហាញទឹកប្រាក់ទទួលបានដែរមកអញ្ចឹងគឺយើងអាចយក bold ដូចគ្នាហើយទំហំអាចដូរដាក់ទៅ14ដដែលចាប៉ុន្តែកន្លែង text box នេះយើងអត់ចង់ឲ្យគេបញ្ចូលបានទេអញ្ចឹងយើងត្រូវទៅដាក់ property មួយគឺ read only នេះស្មើ true អញ្ចឹងយើងមើលនៅកន្លែងនេះអញ្ចឹងដំបូងយើងត្រូវចុចនៅលើ text box របស់យើងមកចូល property នេះយើងមើល read only នេះអញ្ចឹង read only នេះ fail អញ្ចឹងយើងយក true មកអញ្ចឹង true មានន័យថា text box ពីមុនមកបើសិនជាយើងដាក់ឲ្យ fail គឺគេអាចកែប្រែតម្លៃអាចបញ្ចូលបានប៉ុន្តែបើសិនជាយើងដាក់ read only true មានន័យថាតម្លៃដែលគេឃើញនៅក្នុងនោះគឺអត់អាចចូលទៅផ្លាស់ប្ដូរបានទេអូខេដល់អញ្ចឹងបន្តទៀតបន្ទាប់ពីយើងធ្វើការdesign form ហើយអញ្ចឹងយើងត្រូវធ្វើការដាក់ឈ្មោះមកអញ្ចឹងខ្ញុំសូមដាក់ឈ្មោះទៅឲ្យទី1នេះកន្លែងជ្រើសរើសការបដូរប្រាក់នេះអញ្ចឹងវាជា combo box អញ្ចឹងយើងអាចដាក់ឈ្មោះវាថាបាទ CBO នេះអញ្ចឹងយើងចូលមកកន្លែង name មកហើយយើងដាក់ថា CBO exchange Thai នេះអញ្ចឹងយើងដាក់ថា CBO exchange Thai តមកទៀតកន្លែងបញ្ចូលអត្រាប្ដូរប្រាក់នេះជាប្រភេទ text box អញ្ចឹងកន្លែង name នេះយើងដាក់ថា TXT exchange បាទតមកទៀតកន្លែងទឹកប្រាក់ចាំបដូរនេះយើងដាក់ថាវាជាប្រភេទ text box យើងអាចដាក់ថា TXT money បាទបន្តមកទៀតកន្លែងទឹកប្រាក់ទទួលបាននេះវាជាប្រភេទ text box ដែរអញ្ចឹងយើងអាចដាក់ថា TXT total អូខេបន្ទាប់ពីបានប៉ុណ្្នឹងហើយអញ្ចឹងយើងអាចថែមប៊ូតុងមួយទៀតមកដើម្បីឲ្យគេ
ចុចលើប៊ូតុងនោះមកវានឹងធ្វើការបង្ហាញទឹកប្រាក់ដែលត្រូវទទួលបានតែម្ដងអញ្ចឹងឡើយនេះយើងដាក់មកគឺប៊ូតុងចាយើងដាក់ BU មកអញ្ចឹងវាចេញប៊ូតុងមកហើយយើងគូនៅខាងក្រោមនេះមកអូខេអញ្ចឹងប៊ូតុងនេះខ្ញុំសូមដូរតាច់វាទៅជាបាទគណនាតមកទៀតខ្ញុំសូមដូរហ្វុនចង់ហ្វុននេះខ្ញុំសូមដាក់យ៉ាងធំបន្តិចចុះខ្ញុំយកKH កងរៃបាទទំហំ14នេះអូខេអញ្ចឹងបន្តទៀតខ្ញុំត្រូវដាក់ឈ្មោះទៅឲ្យប៊ូតុងគណនាយើងនេះមួយទៀតអញ្ចឹងយើងអាចដាក់ថាវាជាប្រភេទប៊ូតុងអញ្ចឹងយើងអាចដាក់ថា BTN Resal អូខេអញ្ចឹងបន្ទាប់ពីយើងដាក់ឈ្មោះហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើការសរសេរកូដមកអញ្ចឹងកន្លែងនេះនៅពេលដែលគេចុចលើប៊ូតុងគណនាគឺយើងត្រូវធ្វើការពិនិត្យមើលទី1តើគេបានធ្វើការជ្រើសរើសអត្រាប្តូរប្រាក់នៅកន្លែងនេះនៅទី2បន្ទាប់ពីយើងពិនិត្យមើលថាគេជ្រើសរើសអត្រាប្តូរប្រាក់ហើយយើងត្រូវពិនិត្យមើលទៀតថាគេបានបញ្ចូលអត្រាប្តូរប្រាក់នៅតមកទៀតបន្ទាប់ពីយើងពិនិត្យមើលថាគេបញ្ចូលអត្រាប្តូរប្រាក់នៅកន្លែងនេះនៅយើងត្រូវមើលមួយទៀតថាគេបានបញ្ចូលទឹកប្រាក់ដែលគេចង់ប្តូរឬមួយក៏នៅអញ្ចឹងយើងត្រូវពិនិត្យមើលទាំង3 control ហ្នឹងបើសិនជាគេអត់បញ្ចូលទេយើងត្រូវប្រាប់គេវិញមកហើយបើសិនជាក្នុងករណីដែលគេបញ្ចូលហើយយើងត្រូវទៅការងារបន្តទៀតអញ្ចឹងកន្លែងនេះខ្ញុំចូលទៅដាក់ event នៅលើប៊ូតុងគណនាមកចុចលើគណនាតមកទៀតយើងត្រូវទៅសរសេរកូដមកអញ្ចឹងសរសេរកូដទី1យើងត្រូវពិនិត្យមើលសិនថានៅកន្លែងនេះគេបានបញ្ចូលឬមួយក៏នៅអូខេដល់អញ្ចឹងកន្លែងនេះគឺយើងចុចលើប៊ូតុងគណនាមកយើងត្រូវទៅសរសេរកូដមកអញ្ចឹងយើងត្រូវពិនិត្យមើលដំបូងគេថាតើកន្លែងអត្រាប្តូរប្រាក់នេះគេបានបញ្ចូលគេបានរើសប្រភេទអត្រាប្តូរប្រាក់ឬមួយក៏នៅអញ្ចឹងយើងត្រូវសិក្សាលក្ខខណ្ឌមកអញ្ចឹង if ប្រសិនបើthis dot combo របស់យើងគឺ CBO exchange Thai dot select SE បាទ select index នេះតូចជាង0អញ្ចឹងមានន័យថានៅក្នុង combo box នេះitem ដំបូងគេឬក៏ item ទី1ស្មើនឹង index ទី0បាទអញ្ចឹងបើសិនជាក្នុងករណីថា index នេះវាតូចជាង0មានន័យថាគេអត់ទាន់បានរើសយក item ណាមួយចេញពី combo box របស់យើងទេជាងយើងដាក់មកបើសិនបើនៅក្នុងcombo CBO exchange Thai របស់យើងនេះដល់ select index តូចជាង0មានន័យថាគេអត់ទាន់ធ្វើការរើសទេអញ្ចឹងបើសិនជាគេអត់ទាន់រើសទេយើងត្រូវបោះ message ប្រាប់គេមកអូខេអញ្ចឹងឡើយនេះបាទសូមបើកគ្នាចាស់បាទអញ្ចឹងយើងបោះ message មកគឺអញ្ចឹងបោះ message យើងប្រើ message box .so បាទអញ្ចឹងយើងដាក់មក please select exchange Thai តើបើយើង select exchange Thai exchange Thai ហើយគឺយើងត្រូវយកមក focus នៅលើនឹងទៀតឬក៏យើងអាចឲ្យវាបដូរទៅ select index ទី0ក៏បានដែរអញ្ចឹងឡើយនេះសូមឲ្យវា select index ទី0ចុះអញ្ចឹង this.cbo exchange Thai select ឃើញនេះខ្ញុំដាក់សូមដាក់វាជា focus ចុះមានន័យថាឲ្យវាដាក់ម៉ៅចូលទៅក្នុងនោះដើម្បីឲ្យគេរើសអូខេទី2គេខ្ញុំដាក់ L if សិនបាអញ្ចឹងទី2យើងត្រូវពិនិត្យមើលទៅលើអីគឺយើងត្រូវធ្វើការពិនិត្យមើលទៅលើកន្លែងបញ្ចូលអត្រាប្តូរប្រាក់នេះឬក៏TXT rate របស់យើងនេះអញ្ចឹងបើសិនមក this.txt អូខេ TXT exchange បាទ
ដាច់បាទពេលអញ្ចឹងឡើយនេះបាទ dot text dot trim បាទ dot length តូចជាងឬស្មើ0អញ្ចឹងយើងដាក់អញ្ចឹងមានន័យថាម៉េចយើងត្រូវពិនិត្យមើលថាតើនៅក្នុង exchange នេះគេបានធ្វើការបញ្ចូលនៅអញ្ចឹងបើសិនជាប្រវែងតួអក្សរនៅកន្លែងហ្នឹងតូចជាងឬស្មើ0មានន័យថាគេអត់បានបញ្ចូលទេអូខេឬក៏យើងអាចប្រើមួយទៀតសុំមើលសិននឹងខ្ញុំអត់ច្បាស់ថានៅក្នុងC# version ថ្មីនេះវាមានរូបមន្ត is number ដូចពីមុនទេអូខេចឹងអត់មានទេចឹងយើងអាចចង់ចោះអូខេអញ្ចឹងបើសិនជាគេអត់ទាន់បញ្ចូលទេយើងត្រូវបោះ message ប្រាប់គេដូចគ្នាដែរអញ្ចឹងយើងដាក់មក message box .show បាទ please enter amount to អូខេនេះមិនមែន please enter amount to exchange ទេបាទឥឡូវខ្ញុំសុំមើលសិនអានេះយើងដាក់ឈ្មោះអីចេះអូខេទីអញ្ចឹងឡើយនេះដាក់ថា please enter បាទ exchange rate បាទត្រាប្រូប្រាក់នេះតមកទៀតយើងត្រូវយកម៉ៅរបស់យើងទៅ focus លើនឹងមកអញ្ចឹង this.txt exchange បាទ dot focus បន្តទៀតតទៅពីយើងធ្វើការពិនិត្យមើលទៅលើអត្រាប្រូប្រាក់ហើយយើងទៅពិនិត្យមើលមួយទៀតគឺទឹកប្រាក់ដែលគេចាំប្ដូរនេះគេបានបញ្ចូលឬមកកណ្ដាលអញ្ចឹងគឺស្តៀងគ្នាទៅនឹងខាងលើនេះដែរអញ្ចឹងយើងដាក់មកគឺបាទ lif this.txt money .text .trim បាទ .toString sorry .text .trim .length បាទតូចជាងឬស្មើ0អញ្ចឹងបើសិនជាតូចជាងឬស្មើ0មានន័យថាគេអត់បញ្ចូលទេអញ្ចឹងមកគេអត់បញ្ចូលយើងបោះ message box ដូចគ្នា message box បាទអញ្ចឹង please enter បាទ amount of money to exchange នេះចូលចំនួនលុយសរុបដែលគេចង់បដូរហើយយើងត្រូវ focus មកអញ្ចឹង this.txt money .focus អញ្ចឹងបើសិនជាក្នុងករណីដែលគេបញ្ចូលទាំង3ហ្នឹងហើយបាទបញ្ចូលប្រភេទនៃការបដូរប្រាក់អត្រាប្រូប្រាក់ហើយនឹងទៅប្រាក់គេចង់បដូរហើយអញ្ចឹងយើងត្រូវទៅធ្វើការបន្តទៀតមកអញ្ចឹងគឺយើងត្រូវចូលទៅកាន់លក្ខខណ្ឌ L អញ្ចឹង L នេះមានន័យថាប្រសិនបើផ្ទុយពីលក្ខខណ្ឌខាងលើនេះវាអត់ពិតទេអញ្ចឹងអត់ពិតមានន័យថាគេបញ្ចូលអស់ហើយអញ្ចឹងបន្តមកទៀតលក្ខខណ្ឌ L នេះយើងត្រូវពិនិត្យមើលបន្តទៀតមកថាតើនៅកន្លែងជ្រើសរើសការបដូរប្រាក់នេះគេយកប្រភេទទី1ឬក៏ប្រភេទទី2អញ្ចឹងយើងត្រូវទៅមើលមកថាប្រភេទទី1អីអញ្ចឹងប្រភេទទី1នេះគឺពីដុល្លារទៅរៀលប្រភេទទី2នេះគឺពីរៀលទៅដុល្លារអូខេអញ្ចឹងខ្ញុំសូមទៅសរសេរកូដមកអញ្ចឹង if this dot combo របស់យើងគឺ cbo exchange thai dot select index នេះស្មើ0អញ្ចឹងស្មើ0នេះមានន័យថាប្ដូរពីដុល្លារទៅរៀលអញ្ចឹងយើងអាចចំណាន់មកបាទ USD to បាទ KHR នេះតទៅទៀតនៅក្នុងនេះគឺយើងត្រូវសរសេរកូដបន្តទៀតតទៅទៀតខ្ញុំត្រូវសិក្សាទៅលើលក្ខខណ្ឌទី2 LE ប្រសិនបើបាទ this.cbo exchange thai.select
index អូខេ select index នេះស្មើ1អញ្ចឹងស្មើ1មានន័យថាគេបដូរពីខ្មែរទៅដុល្លារវិញអញ្ចឹងខ្ញុំដាក់មកគឺ KHR to USD អូខេអញ្ចឹងបន្ទាប់ពីប៉ុណ្្នឹងហើយអញ្ចឹងបន្តទៀតគឺយើងត្រូវធ្វើការចាប់យកតម្លៃចេញពីបាទអត្រាប្តូរប្រាក់ហើយនឹងទឹកប្រាក់ដែលគេចាំប្តូរនេះដើម្បីយកមកធ្វើការគណនាអូខេដល់អញ្ចឹងកន្លែងនេះគឺយើងអាចធ្វើការប្រកាស variable 2មក3មកដើម្បីចាប់យកអត្រាប្តូរប្រាក់ហើយនឹងទឹកប្រាក់ដែលគេចាំប្តូរនេះអញ្ចឹង variable នេះយើងចង់ប្រកាសនៅខាងក្នុងនឹងក៏បានយើងប្រកាសនៅខាងលើក៏បានដែរអញ្ចឹងបើសិនជាយើងចង់ឲ្យ variable របស់យើងនឹងប្រើបានគ្រប់កន្លែងទាំងអស់យើងគួរតែប្រកាសវានៅផ្នែកខាងលើមកអញ្ចឹងខ្ញុំសូម move មកខាងលើតិចមកអញ្ចឹងយើងប្រកាស variable នេះគឺនៅពីខាងក្រោមបាទ public នេះអញ្ចឹងយើង enter មកបាទមិនដាក់នៅខាងក្នុងនោះដាក់នៅខាងក្នុងនោះគឺអត់ត្រូវទេអញ្ចឹងខ្ញុំប្រកាស variable ចំនួន3ទី1គឺdecimal exchange rate បាទខ្ញុំឲ្យស្មើ0ឬក៏អត្រាប្តូរប្រាក់របស់យើងទី2គឺបាទ decimal money នេះគឺទឹកប្រាក់ដែលយើងចង់ប្តូរស្មើ0ដូចគ្នាបាទទី3 decimal result ឬក៏យើងអាចដាក់ថា total money បាទស្មើ0ដូចគ្នាអញ្ចឹងតើបើយើងប្រកាសនៅខាងលើហ្នឹងហើយអញ្ចឹងយើងអាចហៅវាយកទៅប្រើនៅកន្លែងណាក៏បានដែរអញ្ចឹងកន្លែងនេះគេហៅថាបាទអូខេដល់អញ្ចឹងបើខ្ញុំប្រកាសនៅខាងលើនេះហើយគឺយើងអាចយកទៅប្រើនៅកន្លែងណាក៏បានដែរអញ្ចឹងនេះគេហៅថា header declaration បាទនេះអូខេដល់ចាំបន្តទៀតតទៅពីខ្ញុំប្រកាស variable នៅផ្នែកខាងលើនេះហើយចឹងខ្ញុំអាចទៅសរសេរ variable របស់យើងនឹងមកខាងក្រោមនេះមកអញ្ចឹងកន្លែងនេះនៅពេលដែលចូលមកដល់លក្ខខណ្ឌ L នេះគឺយើងត្រូវចាប់យកតម្លៃរបស់បាទអត្រាប្តូរប្រាក់ហើយនឹងប្រាក់ដែលគេចាំប្តូរហើយកន្លែងចាប់យកនេះគឺយើងត្រូវដាក់នៅខាងលើនេះយើងកុំដាក់នៅខាងក្រោមបើសិនបើក្នុងករណីដែលយើងបោះតម្លៃទៅឲ្យ variable យើងនៅខាងក្រោមអញ្ចឹងគឺយើងត្រូវសរសេរកូដនឹង2ដងហើយចឹងយើងអាចដាក់វានៅខាងលើនេះមកអញ្ចឹងអានេះខ្ញុំដាក់ថា get value បាទ from input control របស់យើងនេះអញ្ចឹងទី1គឺយើងត្រូវយក exchange rate អញ្ចឹង exchange rate របស់យើងនេះបាទគឺយើងត្រូវបាទដាក់មក variable exchange rate របស់យើងនេះស្មើនឹងតម្លៃដែលយើងទាញចេញពី TXT exchange ហើយតម្លៃដែលយើងទាញចេញពី TXT exchange នេះជាទូទៅបើសិនជាយើងអត់ convert ទេវាជាអក្សរអញ្ចឹងគឺយើងត្រូវធ្វើការបំលែងវាពីអក្សរនេះឲ្យទៅជាបាទ decimal មកដើម្បីឲ្យត្រូវជាមួយនឹងដាក់ថា type របស់ variable របស់យើងទី2គឺយើងត្រូវចាប់យកតម្លៃសរុបដែលគេចង់បដូរអញ្ចឹងគឺ money អញ្ចឹង money គឺសំដៅទៅលើទឹកលុយដែលគេចង់បដូរអញ្ចឹង money របស់យើងបាទ variable money ស្មើនឹង TXT money នេះបាទបន្តមកទៀតគឺយើងត្រូវធ្វើការបំលែងវាទៅជា decimal ដូចគ្នាអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងត្រូវសិក្សាលក្ខខណ្ឌមកចុះសិក្សាលក្ខខណ្ឌនៅកន្លែងនេះបើសិនបើក្នុងករណីដែលគេចង់បដូរពីលុយដុល្លារទៅជាលុយរៀលគឺយើងត្រូវយកវាទៅកូនមកបាទឧទាហរណ៍ថាអញ្ចេះឧទាហរណ៍ថាឥឡូវគេបដូរពីដុល្លារទៅរៀលចឹងបើសិនជាគេបដូរពីដុល្លារទៅរៀលចឹងអត្រាប្តូរប្រាក់របស់គេប្រកាសជាបញ្ចូលពីលុយរៀលហើយឧទាហរណ៍ថា4000 4100 4200អីចឹងទៅអញ្ចឹងគឺយើងត្រូវយកលុយដែលគេចង់បដូរคูณជាមួយនឹងអត្រាប្តូរប្រាក់បាទនេះក្នុងករណីដែរពីដុល្លារទៅរៀលអញ្ចឹងបញ្ជាក់បើសិនជាគេបដូរពីដុល្លារទៅរៀលបាទចឹងបើសិនជាគេបដូរពីដុល្លារទៅរៀលគឺវាស្មើនឹងលុយដុល្លារគុណជាមួយនឹង exchange rate នេះអញ្ចឹងយើងដាក់មកអញ្ចឹងយើងដាក់ថា
total money របស់យើងនេះ variable total money នេះស្មើនឹងលុយដុល្លារគុណជាមួយនឹងប្ដូរប្រាក់ឬក៏លុយសរុបដែលយើងចាំប្ដូរនេះគុណជាមួយនឹងអត្រាប្ដូរប្រាក់មកប៉ុន្តែបើសិនបើក្នុងករណីដែលគេប្ដូរពី USD ទៅ KHR វិញឬក៏ពីខ្មែរទៅដុល្លារអញ្ចឹងគឺយើងត្រូវយកទៅចែកវិញអញ្ចឹងមានន័យថាបើគេបញ្ចូលទៀតថាគេយកពីខ្មែរទៅដុល្លារឧទាហរណ៍ថាគេបញ្ចូល 4000 ចុះអញ្ចឹង 4000 គឺយើងត្រូវយកបាទលុយបាទកន្លែងនេះបើសិនជាពីខ្មែរទៅដុល្លារដូចឧទាហរណ៍គេបញ្ចូលអត្រាប្រូប្រាក់ 4000 ហើយលុយសរុបដែលគេចង់ប្រូគេត្រូវបញ្ចូលលុយខ្មែរទីហៅថា 40000 ចុះអញ្ចឹងគឺយើងទៅយក 40000 ហ្នឹងទៅចែកជាមួយនឹងអត្រាប្រូប្រាក់ 4000 របស់យើងមកគឺយើងនឹងឃើញលុយដុល្លារដែលយើងបាទទទួលបានហើយអញ្ចឹងបើសិនជាយើងប្ដូរពីដុល្លារទៅខ្មែរពីដុល្លារទៅពីខ្មែរទៅដុល្លារអញ្ចឹងគឺយើងត្រូវយកលុយខ្មែរចែកជាមួយនឹងអត្រាប្ដូរប្រាក់អញ្ចឹងយើងដាក់មកគឺ total money របស់យើងនេះស្មើនឹងទឹកលុយដែលយើងចង់ប្ដូរចែកជាមួយនឹងអត្រាប្ដូរប្រាក់មកអញ្ចឹងបន្ទាប់ពីបានប៉ុណ្្នឹងហើយគឺយើងបានបោះតម្លៃទៅឲ្យ variable total money ហើយអញ្ចឹងនៅខាងក្រៅនេះគឺនៅខាងក្រៅ if l នេះអញ្ចឹងនៅខាងក្រៅ if l នេះមានន័យថាបន្ទាប់ពីវាធ្វើការងារហើយវាប្រកាសជាបោះតម្លៃទៅឲ្យ total money ហើយអញ្ចឹងយើងត្រូវចាប់យកតម្លៃពី variable total money របស់យើងនេះបោះមកឲ្យ TXT result របស់យើងមកអញ្ចឹងយើងដាក់មកគឺបាទ show result អញ្ចឹងយើងដាក់មកគឺ this បាទ .txt result .text បាទស្មើនឹង total money .to string គេ txt total បាទ this.txt total .text ស្មើនឹងបាទ variable total .to string ឥឡូវយើងចង់ដឹងថាវាបានឬមួយក៏អត់យើងសាកទៅ run code របស់យើងមកអូខេជាងឡើយនេះខ្ញុំឧទាហរណ៍ក្នុងករណីខ្ញុំបានបញ្ចូលអត្រាប្ដូរប្រាក់អញ្ចឹងខ្ញុំកណនាមកនេះឲ្យយើងបញ្ចូលអត្រាប្ដូរប្រាក់មកឥឡូវខ្ញុំរើសមកទៀតថាពីដុល្លារទៅរៀលតាមទៀតខ្ញុំសាកកណនាទៀតអញ្ចឹងនេះយើងអត់ទាន់បញ្ចូល exchange rate ទេអញ្ចឹងខ្ញុំបញ្ចូលមកចុះឧទាហរណ៍ថាកន្លែងនេះខ្ញុំបដូរពីដុល្លារទៅរៀលអញ្ចឹងខ្ញុំបញ្ចូលមកឧទាហរណ៍ថាអត្រាប្ដូរប្រាក់យើង 4100 បន្តមកទៀតទឹកប្រាក់យើងចង់បដូរអញ្ចឹងយើងបដូរពីដុល្លារទៅរៀលអញ្ចឹងទឹកប្រាក់ដែលយើងចង់បដូរនេះគឺប្រកាសជាលុយដុល្លារឧទាហរណ៍ថាខ្ញុំបញ្ចូលបាទ$100ចុះអញ្ចឹងដល់ពេលយើងចុចកណនាទៅលទ្ធផលយើងទទួលបានគឺបាន410,000នេះអញ្ចឹងទឹកប្រាក់យើងទទួលបានគឺ410,000ហើយទស្សភាគពីខ្ទង់នេះដោយសារអីដោយសារតែយើងដាក់នៅកន្លែងនេះប្រមាថវា N2 អញ្ចឹងវានឹងចេញទស្សភាគពីខ្ទង់មកឲ្យយើងហើយអូខេបន្តទៀតឥឡូវខ្ញុំបដូរពីលុយរៀលទៅជាដុល្លារវិញហើយអត្រាប្ដូរប្រាក់ឧទាហរណ៍4100ដូចគ្នាចុះឧទាហរណ៍ថាឥឡូវខ្ញុំចង់បដូរ41000អញ្ចឹង41000លទ្ធផលរបស់យើងគឺបាន$10មកវិញនេះអញ្ចឹងលទ្ធផលនៅកន្លែងនេះគឺបាន$10អូខេឥឡូវនេះបើសិនជាក្នុងករណីដែលយើងចង់ឲ្យវាកាន់តែសក្តិទៀតនៅពេលដែលគេចុចលើកណនានេះយើងត្រូវសិក្សាលក្ខខណ្ឌវាមកថាបើសិនជាកន្លែងនេះគេរើសយកពីដុល្លារទៅរៀលគឺយើងអាចដាក់នៅពីរៀលទៅដុល្លារយើងអាចដាក់នៅកន្លែងនេះមានសញ្ញាដុល្លារនៅផ្ទុយខាងក្រោយមកប៉ុន្តែបើសិនបើក្នុងករណីដែលគេយកពីរៀលទៅដុល្លារអញ្ចឹងកន្លែងនេះយើងអាចចេញពាក្យរៀលនៅខាងក្រោយបានដែរប៉ុន្តែបើសិនយើងចង់ធ្វើអញ្ចឹងគឺយើងត្រូវធ្វើការសិក្សាលក្ខខណ្ឌនៅខាងក្រោមនេះមកតាំងទៀតអញ្ចឹងកន្លែងនេះយើងសូមកែកូដយើងតិចទៅដើម្បីឲ្យលទ្ធផលដែលយើងចេញមកនោះវារៀងlogic តិចអូខេអញ្ចឹងនៅខាង com result នេះខ្ញុំសូមសិក្សាលក្ខខណ្ឌមកឬក៏មួយទៀតយើងអាចប្រើ ternary operator ក៏បានដែរប៉ុន្តែដោយសារតែយើងរៀនអត់ទាន់ដែរសូមប្រើ if ធម្មតាចុះអញ្ចឹងឡើយនេះសូមដាក់ថា
បាទ if បាទតមកទៀត this .cbo exchange thai .select index នេះស្មើនឹង0បាទអញ្ចឹងបើសិនជា select index ស្មើ0មានន័យថាបដូរពីដុល្លារទៅខ្មែរអញ្ចឹងយើងចង់ឲ្យលទ្ធផលរបស់យើងស្មើនឹងលុយសរុបរបស់យើងភ្ជាប់ជាមួយនឹងបាទពាក្យថា KHR ចុះចុះនេះដោយសារគេបដូរពីដុល្លារទៅខ្មែរអញ្ចឹងឡើយនេះបើសិនជាស្មើ0គេបដូរពីដុល្លារទៅខ្មែរអញ្ចឹងស្មើនឹងលុយសរុបភ្ជាប់ជាមួយនឹងពាក្យបាទ KHR ចឹងខ្ញុំដាក់មក this.ll money sorry this. ចឹងឡើយនេះខ្ញុំសុំនេះមក .tt total .text ស្មើនឹង total money .to string នេះនៃ n2 របស់យើងបាទកាត់វាពីខ្ទង់ម្ដងបាទភ្ជាប់ជាមួយនឹងពាក្យថា KHR បាទមួយទៀតបើសិនបើប្រភេទបដូរប្រាក់របស់យើងនេះ select index ស្មើ1មានន័យថាគេបដូរពីខ្មែរទៅដុល្លារវិញអញ្ចឹងយើងគាត់ copy code នេះមកហើយយើងបដូរមកអញ្ចឹងកន្លែងនេះយើងផាសវាមកហើយយើងដាក់ថាកន្លែងនេះទៅជាបាទ USD វិញនេះហើយកន្លែងមកបន្ទាត់នេះយើងបាច់ដាក់ទេអូខេអញ្ចឹងដល់ពេលហ្នឹងយើងនឹង flexible បានទេថាទឹកប្រាក់គេទទួលបានហ្នឹងជាដុល្លារឬក៏ជារៀលអូខេឥឡូវខ្ញុំដាក់មកពីដុល្លារទៅរៀលចង់ស្អាតប្រប្រាក់ 4000 បាទហើយទឹកប្រាក់គេចាំប្ដូរ$100អញ្ចឹងយើងនឹងបានមកវិញគឺ400000នេះអូខេប៉ុន្តែយើងដាក់ទៅនៅមានបញ្ហាបាទគឺនៅចប់ N2 នេះអញ្ចឹងយើងចាំតែកែកូដយើងវិញឥឡូវយើងសាកដូរពីដុល្លារទៅរៀលវិញអញ្ចឹងឧទាហរណ៍ថាដុល្លារដូរពីរៀលទៅដុល្លារអញ្ចឹងឧទាហរណ៍ថាលុយរៀលរបស់យើង400000អញ្ចឹងយើងត្រូវចេញមកវិញគឺ100 USD ប៉ុន្តែវាជាប់ N2 នេះអញ្ចឹងយើងចូលទៅកែកូដរបស់យើងតិចមកអូខេតាមពិតនេះគឺមិន n.2 ទេគឺ n2 បាទខ្ញុំដាក់ច្រឡំអូខេឥឡូវសាករានសារទៀតអូខេដុល្លារទៅរៀលទឹកប្រាក់អត្រាប្តូរប្រាក់ 4000ទឹកប្រាក់គេចង់បដូរទីហៅថា$10ជើងយើងត្រូវបាន 40000អូខេនេះ 40000រៀលត្រូវហើយឥឡូវខ្ញុំចង់បដូរពីរៀលទៅដុល្លារហើយខ្ញុំចង់បដូរចំនួន40000រៀលវិញបាទអញ្ចឹងយើងត្រូវបានមកវិញគឺ$10នេះ10 USD អូខេអញ្ចឹងកូដរបស់យើងគឺមានប៉ុណ្្នឹងទេហើយនេះគឺជាលទ្ធផលដែលយើងទទួលបានអញ្ចឹងសម្រាប់ការអនុវត្តនៅថ្ងៃនេះសូមគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសូមគ្នាយើងធ្វើការអនុវត្តទៅតាមវីដេអូដែលខ្ញុំបាន record ឲ្យនេះហើយខ្ញុំនឹងផ្ញើកូដទៅបកញ្ញាហើយរួមជាមួយនឹងបច្ចេកមួយទៀតអញ្ចឹងបើសិនជាគ្នាយើងអនុវត្តទៅមានបញ្ហាអីឬក៏គ្នាយើងអត់ទាន់នៅចំណុចណាអាចសួរបញ្ជាក់មកខ្ញុំវិញបានបាទអរគុណ